កាលពីព្រៃនាយមានចចកត្រោះធំមួយដល់ខែលំហើយវាដារកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡងមួយឃើញសុទ្ធតែភុកមានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចាប់ត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសពថ្ងៃឯកំពឹសមានប្រាជ្ញាឮចចកថាដូច្នោះហើយក៏និយាយលួងលោមចចកថាយើងទាំងអស់គ្នាសុទ្ធតែចំណៃបងចចកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចចកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាត្រូវបងចចកយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសឹមស៊ីនោះទើបឆ្ងាញ់ពិសាចចកថាដូចម្ដេចនឹងយកទៅលាងបានបើចរានដល់ម្លេះកំពឹសថាបងចចកកុំព្រួយចាត់ខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំចចកឆ្លើយឡើងថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពឹសថាធ្វើដូច្នេះចូលបងឯងចូលមកដេកនៅនាវកំងភក់នេះហើយយើងរាល់គ្នានឹងបានតងខំរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួរអាណាដែលមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចកឯចចកជាសត្វលោភហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនឹងត្រីក៏បបួលគ្នាតោងរោមចចកទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រីកំពឹសលោតទៅក្នុងទឹកហើយប្រាប់ថាបងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនិនកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្ចងដឹងថាចចកជញ្ជូនអស់ហើយក៏នាំគ្នាមុជក្នុងទឹកបាត់អស់ទៅពេលចចកដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងប៉ោះថ្លាន់ប៉ោះធំប៉ោះតូចទាំងសត្វហើគ្មានសេសសល់បន្តិចបបួលគ្នាមកបាយទឹកបឹងនោះឲ្យរីងនឹងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់បានឲ្យប៉ោះថ្លាន់ធ្វើជាទំនប់សត្វឯទៀតក៏បបួលគ្នាបាយទឺសត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាយទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថាយើងធ្វើម្ដេចនឹងបានឲ្យសត្វទាំងអស់នេះលែងបាយទឹកវិញកាលនោះត្រីក្រាញ់ឆ្លើយឡើងថាខ្ញុំឮគេនិយាយថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុកមនុស្សសត្វខំជាច្រើនណាស់មកហើយបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុកពួកយើងពួកត្រីគិតគញាហើយក៏ប្រើត្រីក្រាញ់ទៅអញ្ជើញសុភាទន្សាយត្រីក្រាញ់ប្រាំងនៅនាលទៅលុះដល់ត្រូវថ្ងៃក៏ក្រៀមស្រកាអស់ដល់យប់សុភាទន្សាយចិនមករកស៊ីបានឃើញត្រីក្រាញ់នៅនាលដូច្នោះហើយក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទន្សាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកឲ្យអញ្ជើញបងសុភាទន្សាយទៅត្បិតឮទាំងសត្វទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះដោះសេចក្តីដោះទុកមនុស្សសត្វថងជាច្រើនណាស់មកហើយបាយដូច្នេះបងសុភាទន្សាយអាណិតជួយដោះទុកអស់បងប្អូនខ្ញុំឲ្យបានរួចពីភ័យម្ដងនេះនឹងបានល្បីគេទៅឈ្មោះតទៅអស់យើងនឹងតបគុណបងសុភាទន្សាយឯងយើងមិនភ្លេចគុណដរាបដល់អស់ជីវិតឯទន្សាយឮត្រីក្រាញ់នេះអ៊ីអង្វរដូច្នោះហើយក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចោះទៅប្រាប់អស់បងប្អូនកុំឲ្យភឹតភ័យចាំខ្ញុំជួយដោះឲ្យរួចកុំមានចិត្តបារម្ភឡើយត្រីក្រាញ់ក៏ត្រាល់ល្វប់ទៅវិញឯទន្សាយលុះព្រឹកប្រហាមឡើងទៅមាត់បឹងឃើញអស់សត្វកំប៉ុងបាយទឹកក៏យកស្លឹកឈើដាក់ដង្កៅស៊ីធ្លុះមកធ្វើជាសម្បុត្រហើយស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់ចាំស្ដាប់ខ្ញុំត្បិតព្រះអ៊ិនលោកឲ្យខ្ញុំនាំសម្បុត្រមកប្រាប់គ្រប់គ្នាថាព្រះអ៊ិនលោកមកកាត់ជើងទ្រុំប្រមុំជើងអឹកកាប់ក្បាលចចកត្រោសដកភ្លុកដំរីសអស់សត្វឮថាសម្បុត្រព្រះអ៊ិនដូច្នោះភ័យណាស់ផ្អើលបោលជាន់គ្នាពៀនលើដំរីក្របីរមាសរមាំងស្ទុះបោលទៅជាន់លើប៉ោះថ្លាន់ជាទំនប់ដាច់ខ្លួនជា2ជា3កំណាត់ធ្លីទំនប់លិចទឹកស្លាប់អស់ទៅសត្វទាំងនោះក៏ទៅជាចំណីត្រីវិញ
តាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកោតខ្លាយប្រាជ្ញាសុភាទន្សាយទុកសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់